បើសិនlàយើងចង់សរសេរមួយបន្ទាត់ដូចគ្នាប៉ុន្តែយើងចង់សរសេរតែពី element này chẳngយើងសរសេរតែ2នេះមកវានឹងចំនួនឲ្យ4ដូចគ្នាដោយទី1នេះវាចំនួនឲ្យ2គឺ top ហើយនឹង bottom ហើយអាទី3នេះគឺវាចំនួនឲ្យ2ដែរគឺ right and left ណាយើងមកមើលមើលនេះ2ណា top 2 bottom 2ហើយright 3 bottom left 3ណាចឹងណាចឹងអាហ្នឹងរបៀបសរសេរមួយជួរគឺយើងអាចសរសេរទាំង4 element ហើយមួយទៀតយើងអាចសរសេរតែ2តែវាចំនួនឲ្យ4ហើយបន្តមកទៀតយើងមានវិធីសាស្ត្រសរសេរមួយទៀតហ្នឹងគឺយើងសរសេរទាំង4តែម្ដងណាគឺយើងសរសេរ padding padding top ណា padding top មកខ្ញុំដាក់3ចុះ3 px ណាតបមកខ្ញុំដាក់ padding padding button ណា button សេមិនយ៉ា button padding button ណាខ្ញុំដាក់4ទៅអូខេខ្ញុំឧទាហរណ៍ទេដាក់4ហើយបន្ទាប់មកpadding right យ៉ា padding right ខ្ញុំដាក់5អូខេ5 px អូខេrồiហើយ padding left នេះ padding left គឺខ្ញុំដាក់2đóណាហើយcònដាក់ឧទាហរណ៍ទេចឹងយើងមកមើលនៅទីនេះមើលឃើញទេចឹងវាមាន padding top 3បន្ទាប់មក padding right 5ត្រូវទេហើយ padding bottom 4ណាហើយ padding left 2នេះយើងមើលតោនេះមកចឹងអូខេ padding គឺយើងសរសេរតែប៉ុណ្្នឹងទេអូខេមានអីឆ្ងល់ comment នៅខាងក្រោមវីដេអូទៅបាយបាយ